បាទសូមជម្រាបសួរបងប្អូនមកយល់ដឹងជាមួយខ្ញុំបាទអំពីសវត្ថិភាពចរាចរណ៍លោកកុកទាំងអស់គ្នាបងប្អូនខ្ញុំស្នើបងប្អូនមកមើលคลิปវីដេអូនេះមួយតើបងប្អូនយល់យ៉ាងណាតើវាជាគ្រោះថ្នាក់ដោយចៃដន្យឬមួយក៏គ្រោះថ្នាក់ដោយមានការរៀបចំទុកឬមួយក៏គិតទុកជាមុនអញ្ចឹងណាបងប្អូនសម្រាប់ខ្ញុំយល់ថាคลิปមួយនេះគឺជាคลิปដែលមានការរៀបចំទុកជាមុនដើម្បីឲ្យមានគ្រោះថ្នាក់ហ្នឹងគឺជាការរៀបចំទុកមុនមិនមែនជាការចៃដន្យទេដោយសារអីដោយសារតែនៅក្នុងហ្នឹងវាមានទួលកាត់ទ្រង់ផ្លូវបងប្អូនទួលហ្នឹងគេដាក់ដើម្បីអីទួលហ្នឹងគេដាក់គឺដើម្បីកាត់បន្ថយល្បឿនចាប់បើសិនយើងបើកលឿនយ៉ាងម៉េចវាអត់ចឹងមិនទេគឺវាមានគ្រោះថ្នាក់បែបហ្នឹងបែបអញ្ចឹងបើដាក់ទួលហ្នឹងវាមានគ្រោះថ្នាក់អញ្ចឹងចាំបាច់ដាក់ទៅអីមិនមែនទេបងប្អូនគេដាក់ទួលគឺដើម្បីសុវត្ថិភាពក្នុងតំបន់នោះណាបងប្អូនដើម្បីសុវត្ថិភាពរឿងទួលហ្នឹងវាវែងឆ្ងាយខ្ញុំបញ្យល់ចាំคลิปក្រោយខ្ញុំបញ្យល់ឲ្យលម្អិតជាងនេះ